ជំរាបសួរអំពូមីងពេលព្រឹកថ្ងៃទី22ខែ2 2026សម្រាប់ដំឡូងមីស្ងួតល្អបងប្អូនលក្ខណៈថាបើយើងចាក់ស្ងួត17ធ្លាក់តែបើមើលនឹងភ្នែកក៏ត្រូវការដំឡូងស្រួយស្មើគ្នាទាំងតូចទាំងធំដែរតម្លៃទិញចូល640ទៅ650អំពូមីងជាក់ស្ដែងគឺមើលតាមប្រភេទដំឡូងតែបើស្ទើរខ្លាំងបងប្អូនកុំតែដឹកចូលមកលក់ត្រូវហាលឲ្យស្ងួតចំពោះដំឡូងមីបងប្អូនដោយម៉ាក់លីហេងបញ្ជាក់ទៀតដំឡូងមីដែលបានតម្លៃល្អគឺតែស្ងួតបើមិនស្ងួតបងប្អូនកុំតែដឹកចូលមិនថាស្តង់ខ្ញុំឬមួយស្តង់គេទេសំខាន់ឲ្យវ៉ាន់ស្ងួតបានតម្លៃពេញតែបើឲ្យវ៉ាន់បងប្អូនមកអត់ស្ងួតទេមកទាតម្លៃគឺអត់បានទេណាអ៊ំពូមីងទាំងអស់គ្នាហើយចំពោះអ៊ំពូមីងលើលៀនមានដំឡូងចង់កាត់ឲ្យម៉ាក់លីហេងតម្លៃគឺកាត់តាមហាងឆេងអត់មានកាត់លើហាងឆេងទេបងប្អូនប៉ុន្តែសំខាន់ហៅគឺមានឡានហើយចំពោះការកាត់គឺថ្លឹងហើយចាយលុយសម្រាប់អ៊ំពូមីងអ្នកដែលម៉ួយរាយរបស់ខ្ញុំទាំងពីរសាខាបងប្អូនមានដំឡូងក្រៀមហើយនឹងគប់ស្វាយចន្ទីក៏ម៉ាក់លីហេងទទួលទិញដូចគ្នាចឹងបងប្អូនទាំងអស់គ្នាសម្រាប់ម៉ាក់លីហេងមួយគឺជួយទិញពីពួកម៉ែបងប្អូនក្នុងភូមិតែម៉ាក់លីហេងក៏សំណុំពរអ៊ំពូមីងថាត្រូវតែហាលឲ្យស្ងួតដើម្បីម៉ាក់លីហេងរកទីផ្សារលក់ចឹងសម្រាប់ពលមានលំអិតអ៊ំពូមីងទាំងអស់គ្នាមានដំឡូងចង់លក់មានចន្ទីចង់លក់មានស្រូវចង់លក់ម៉ាក់លីហេងគឺទទួលទិញធម្មតាអត់មានសម្រាប់ទេបងប្អូនចាអរគុណ